ពីអ្នកដែលប្រាស់ដឹងអាចចេញអំពីអ្នកប្រាជ្ញតាមរយៈទស្សនៈគឺការយល់ឃើញក៏មានយើងអាចដឹងបានតាមរយៈផ្លូវនេះបើបុគ្គលនោះគឺជាអ្នកប្រាជ្ញតាមរយៈការយល់ឃើញមិនមែនជាអ្នកប្រាស់ដឹងទេនោះបុគ្គលនោះនឹងឈានចូលទៅកាន់ការបង្រៀនមានក្បួនមានខ្នាតមានច្បាប់ហើយសំអាងទៅលើផុសតាងសំអាងទៅលើបុរាណគម្ពីរឬទ្រឹស្ដីផ្សេងបើអ្នកសួរតែមួយម៉ាត់បុគ្គលនោះនឹងទាញយក100ដងនៅហេតុផលក្បួនច្បាប់ក្បួនតម្រាទ្រឹស្ដីផ្សេងយកមកបង្កត់យកមកអះអាងថាពិតព្រោះតែយ៉ាងនេះសំអាងទៅលើអរិយៈដែលធ្លាប់ប្រាស់ដឹងពីខាងដើមសំអាងទៅលើធ្លាប់មានការសម្ដែងរបស់ព្រះសម្មាសម្ពុទ្ធយ៉ាងនេះសំអាងទៅលើហេតុផលយ៉ាងនេះយ៉ាងនោះតែបុគ្គលនោះមិនដែលចង្អុលត្រង់ចំណុចខ្លួនឯងម្ដងទេអញ្ចឹងឲ្យឈ្មោះថាជាអ្នកប្រាជ្ញជំនួសនេះឈានចូលមកដល់ចំណុចនៃការបង្រៀនបង្ហាត់គឺបង្ហាត់ឲ្យធ្វើបង្រៀនឲ្យចេះដឹងវាដូចជាអ្នកទាំងឡាយនឹងអត់ដឹងធម៌នឹងអញ្ចឹងគាត់អាចសម្ដែងថាអ្នកទាំងឡាយកំពឹងខណ្ឌនឹងដល់ទីបំផុតគាត់រត់មួយជុំមកគាត់នៅតែពឹងខណ្ឌនឹងដដែលព្រោះអ្នកណាដែលជាអ្នករៀនហ្នឹងបើមិនមែនជាខណ្ឌតែជាអីអ្នកណាស្ដាប់ជួយទេអ្នកណាស្ដាប់ខណ្ឌស្ដាប់បើអញ្ចឹងអ្នកណាយល់គឺខណ្ឌយល់ចុះពាក្យថាកំពឹងខណ្ឌឯណាពាក្យថាខណ្ឌនេះមិនទៀងជាតែការកំពឹងខណ្ឌនេះកាលណាសេចក្តីសុខក៏មិនមានក្នុងការនោះពីមិនទៅណាអ្នករត់ឆ្វែលផែនដីមានរឿងនោះអ្នករត់យ៉ាងណារត់អត់ផុតតែផែនដីហ្នឹងតែនោះរឿងនោះអញ្ចឹងអ្នករត់ឲ្យផុតពីទស្សនៈពីការយល់ឃើញនឹងយ៉ាងម៉េចទៅដោយការយល់ឃើញតាមអ្នកតើគំនិតអាចឃើញការពិតដែរឬទេសួរអញ្ចឹងតើគំនិតអាចឃើញការពិតដែរឬទេថាក៏អាចឆ្លើយបានដែរថាគំនិតមិនអាចឃើញការពិតទេតែមិនឃើញខ្លួនតែបន្តិចមកតែឈានចូលទៅរកគំនិតដដែលអ្នកណានឹងដែលជាអ្នករៀនអ្នកណានឹងដែលជាអ្នកកំពុងស្ដាប់នេះតើនិស្សិតរបស់គ្រូលោកគ្រូទាំងអស់ឥឡូវនេះដែលកំពុងស្ដាប់មានវត្តមាននៅកន្លែងណាក៏ដោយគ្រប់ទីកន្លែងតាមទូរស័ព្ទហ្នឹងឬក៏នៅក្នុងកុដិក្នុងវត្តហ្នឹងក៏ដោយតើអ្នកដែលកំពុងស្ដាប់ហ្នឹងអ្នកណាបើមិនខណ្ឌតើជាអីអញ្ចឹងព័ត៌មានរបស់លោកគ្រូសំខាន់ដែរទេព័ត៌មានដែលលោកគ្រូឲ្យទៅអត់សំខាន់ទេព្រោះព័ត៌មាននេះគឺនឹងទៅបំពន់គេឡើយបំពន់សេចក្តីពេញចិត្តបំពន់សេចក្តីប្រាថ្នារបស់អ្នកព្រោះអ្នកកំពុងប្រាថ្នាដោយព័ត៌មានអ្នកកំពុងប្រាថ្នាដោយការចេះដឹងអ្នកកំពុងប្រាថ្នានៅចម្លើយលោកគ្រូមិនមែនជាអាចារ្យឲ្យចម្លើយទេមិនមែនជាអ្នកបោះព្រីយ៉ុងទេតែក៏មិនមែនជាគ្រូបង្ហាត់បង្រៀនដែរតែខ្ញុំអធិការបងគាត់ដើរប្រាប់គេថា my teacher គាត់ប្រាប់ថា my teacher ប្រែមកថាគ្រូបង្រៀនលោកគ្រូមិនបង្រៀនទេបើបានជាការបោះគ្រូបង្រៀនហើយលោកគ្រូដោយកាត់ទាំងធ្វើថាយើងទៅពីទេឲ្យអ្នកបើកចំហតែប៉ុណ្ណោះគ្រូមានតែការបើកចំហទេទៅអាចឃើញស្មារតីបានឃើញអាចឃើញខ្លួនបានតែខ្លួនឯងជាអ្នកណាតែខ្លួនឯងជាអ្វីកន្លែងហ្នឹងគឺខ្លួនឯងហើយមកដល់ទីប្រាច់ប្រត់កុំរវល់ទៅរកការពិតកំពុងប្រកបឲ្យដឹងមិនមែនការពិតនឹងអត់មានទេបើទៅសិក្សាការពិតហ្នឹងមកពីយល់ឃើញថាខ្លួនឯងនឹងល្ងងមិនដឹងការពិតអញ្ចឹងខ្លួនឯងត្រូវតែសិក្សាដើម្បីឲ្យដឹងការពិតវាជំពាក់ទៅក្នុងរឿងបានសម្រេចនឹងមិនបានសម្រេចធម៌នេះអត់ដឹងថាអ្នកដែលអត់សម្រេចអ្នកដែលសម្រេចនឹងគឺជានរណាអត់ដឹងទេវាគ្មានការបានសម្រេចអ្វីក្នុងโลกនេះទេអ្នកទាំងឡាយមកដឹងថាខ្លួនឯងមានការបានសម្រេចអីទេហើយលោកគ្រូអានពីខាងដើមហើយថាអរិយៈទាំងឡាយមានតែឈ្មោះប៉ុណ្ណោះតែអ្វីដែលមានការកើតឡើងជាបឋមជនឬមិនមែនទេបឋមជនក៏មានតែឈ្មោះដែរអ្វីដែលមានគឺចិត្តការសក្ការរូបអសង្កតធម៌
ការបានអ្វីក្នុងលោកនេះឲ្យស្មើនឹងការបានការមិនត្រូវការគ្មានការបានដឹងអ្វីក្នុងលោកនេះសូម្បីតែមួយឲ្យស្មើនឹងការបានដឹងខ្លួនអ្នកចង់ដឹងសច្ចធម៌ប្រមាណសច្ចធម៌ឲ្យដែលឲ្យឈ្មោះថាសัพពញ្ញុតញ្ញាណអាសយានុសយាញាណឬក៏ស្អីចុតោបបាទញ្ញាណស្អីក៏ដោយប៉ុណ្ណាក៏ដោយក៏អត់សំខាន់ស្មើនឹងបុគ្គលដែលចូលមកដឹងត្រង់តែមួយចំណុចគឺដឹងខ្លួនការដែលដឹងខ្លួនឲ្យឈ្មោះថាដឹងដល់ចុងបញ្ចប់នៃភពនេះគឺជាការត្រាស់ដឹងរបស់អរិយផុតចាកភពសាច់រួចទៅហើយអត់មានភារកិច្ចរបស់អ្នកទៀតឡើយយេធម្មាហេតុបពវិទេសង្ឃហេតុតថាកតោធម៌ទាំងឡាយកើតឡើងអាស្រ័យហេតុគ្មានហេតុក៏គ្មានផលឡើយសព្ពេធម្មាអនត្តាធម៌ទាំងឡាយគឺសោះសូន្យចាអត្តាទូខ្លួនធម៌ទាំងឡាយគឺតតេយ៉ាងកញ្ចេសមុទយធម្មងសពន្តੰនិរោធធម្មន្តិគ្មានទេទីពឹងដតីក្នុងខណ្ឌគ្មានទេទីពឹងដតីក្នុងលោកនេះក្រៅតែអំពីសេចក្តីដឹងខ្លួនតែមួយគ្មានទេទីពឹងដតីមកដល់ចំណុចនៃសេចក្តីដឹងខ្លួននេះឯងឲ្យឈ្មោះថាលំនឹងនៃធម្មជាតិទាំងអស់ក្នុងបណ្ដាធម្មជាតិដែលមានការខាត់រលត់គឺមានតែធម្មជាតិគឺសេចក្តីដឹងខ្លួននេះទេដែលមានលំនឹងឯករាជ្យតែម្នាក់ឯងហើយប្រកាសធាតុទាំងអស់ឥតបានកាន់យកនៅនិមិត្តគ្រប់យ៉ាងឈ្មោះថារួចផុតចាកភពនិងរួចផុតចាកសង្កតធម៌ទាំងពួងអញ្ចឹងបាទអនុសាសនីមានអីបន្ថែមក៏បន្ថែមទៀតចុះណាលោកគ្រូអស់ប៉ុណ្្នឹងឯងណាអនុសាសនីមានទេទៀតបន្ថែមក៏បន្ថែមទៅថាអូសាទាំងគូភាសាផ្លែផ្កានៃធម្មជាតិទាំងឡាយបញ្ចេញផលរបស់ខ្លួនតាមដំណើរអនុសាសនីធម៌ដែលលោកគ្រូបានឃើញហើយនោះចំណូលខ្យល់បក់បញ្ច្រាស់មិនដែលបក់បណ្ដោយទិសទៀតទេចំណូលខ្យល់បក់បញ្ច្រាស់ខ្យល់បកបញ្ច្រាស់ទិសហើយគឺបញ្ច្រាស់ទិសត្រឡប់ទៅកាន់ប្រភពដើមរបស់ខ្លួនឯងវិញខ្លួនឯងចេញពីប្រភពណាមកត្រូវត្រឡប់ទៅកាន់ប្រភពនោះវិញអនុញ្ញាតឲ្យធម្មជាតិទាំងអស់កើតនិងរលត់តាមអំណាចរបស់ខ្លួនអ្នកទាំងឡាយចេញពីចំណុច0ត្រឡប់ចូលទៅកាន់ចំណុច0របស់ខ្លួនឯងវិញអ្នកទាំងឡាយមិនមែនជាខណ្ឌមិនមែនជាធាតុមិនមែនជាអាយតនៈអ្នកទាំងឡាយមិនមែនជាធាតុដែលមានការកើតនិងរលត់ទើបអ្នកទាំងឡាយឥតមានភារកិច្ចក្នុងលោកនេះតទៅទៀតទេចំណុចចុងក្រោយនៃសេចក្តីដឹងខ្លួនគឺប្រកាសខ្លួនថាលាលែងពីលោកនេះដោយឈប់តាក់តែងនៅទង្វើគឺការធ្វើទាំងអស់ដើម្បីយ៉ាងភពឲ្យកើតឡើងគំនិតមិនកើតកំណើតលែងមានគំនុំក៏ត្រូវបញ្ចប់ត្រង់ចំណុចប៉ុណ្ណឹងនេះឲ្យឈ្មោះថាអេវ៉ាំងធម៌គឺធម៌ចប់នឹងប៉ុណ្ណឹងចាស់ណាទេណាធម៌ចាស់ធម៌សាសុខទាំងគ្រប់ដែរលោកគ្រូគុំគ្រប់លោកគ្រូគុំកម្មវិការនៅទីទាំងអស់ទីគោរពហើយសូមរតនាគ្រូដើម្បីដល់ជ័យគោរពលោកគ្រូចាំកៃលោកគ្រូឯងតាមអធិស្ឋានគ្រូយកសាអធិស្ឋានបងគ្រូស្ដែងចាទៅតែបើហើយគេទៅសុខតិចទៅនៅតាម conference មានអ្នកណាមានសំណួរត្រូវការសួរដែរទេគ្រូចង់គ្រប់បញ្ហាវិចម្ងាយដល់ទៅគ្រប់តែការខូចមិនស្រាប់លោកគ្រូដល់ត្រង់ចំណុចណាជាការខូចមកអសិកម្មមកជួយបកស្រាយឲ្យទៅវិញប្រាប់ដល់ស្រង់ពីក៏សូមអរចាទៀតកូនទៅប្រាប់លឺទេលោកគ្រូឲ្យយកកូនញ៉ាទៅឲ្យយាយទៅខ្លាចសូមទៅលោកគ្រូចាំវិញចាទៅឲ្យលោកគ្រូបកស្រាយឲ្យរឿងដែលថាការនិយាយនៅក្នុងចិត្តហ្នឹងបានដឹងថាកំពុងនិយាយតែយើងមិនបាននិយាយហើយកំពុងនិយាយតែបញ្ចេញសម្លេងហ្នឹងស្ដាប់មិនទាន់ទៅនិយាយចាប់បាត់ដឹងបានស្មារតីចាប់បាននៅសម្លេងដែលកំពុងនិយាយហើយគ្រូបកស្រាយឲ្យទៅហើយចូលអីមកពីស្មារតីនេះមិនទាន់ឆ្លៀសបានតែ
គិតនិយាយទៅដល់ព្រឹកគាត់មែនទេទៅឃើញដឹងថាកំពុងនិយាយហ្នឹងនឹងនិយាយដែរមុនដំបូងហ្នឹងចាប់និយាយខ្លួនឯងមិនឃើញថាអូវាគ្រាន់តែហ្នឹងរកការគិតតាមនេះមិនហ៊ាននិយាយពេលដែលអត់និយាយដឹងច្បាស់តែកំពុងនិយាយលោកគ្រូហ្នឹងមានបញ្ហាក្នុងការនិយាយទៅលេងដូចមិញលោកគ្រូសម្ដែងជាមួយនឹងបាទសកាខនហ្នឹងតែថាសម្ដែងម្នាក់ឯងតែអត់ដឹងបាច់ចង់ពីពេលណាបានហើយណាចាស្រាប់បានច្បាស់លោកគ្រូតែគឺតែអាចចេះតែលើកយកនៅប្រធានបទណាមួយយកមកសម្ដែងដែលអត់មានការរតនានោះទេសូម្បីការរតនាធម៌ក្នុងការសម្ដែងនឹងទៀតបើសិនជាចំពោះធម៌ណាមួយក៏លោកគ្រូសម្ដែងដែរវាលក្ខគ្រប់គ្រាន់តែត្រូវសម្ដែងម្ចាស់នៅថាទេគាត់បានមុនមកណាអត់ឃើញផងឃើញអូលោកចាលោកគ្រូខ្ញុំថាបាសិកាจัดធម៌ច្រើនតាមអ៊ីនធឺណិតក្នុងតែនឹងច្រើនតែមានការយល់ឃើញយ៉ាងណាដែរជាមួយនឹងអាចារ្យផ្សេងៗតែសម្ដែងធម៌បាទគឺស្ដាប់ទៅដូចតែគ្នាលោកគ្រូជាមួយគាត់ក្នុងជីវិតទាំងមួយហ្នឹងលោកគ្រូខ្ញុំក៏ទៅនិយាយធម៌ហ្នឹងចាជីវិតទាំងមួយទាំងអ៊ីស្លាមទាំងមូស្លីមធម៌ហ្នឹងដូចតែធម៌អ្នកទាំងឡាយស្ដាប់នឹងដែរធម៌ដែលថាដូចគ្នានេះដូចត្រង់ចំណុចណាដែលថាដូចនឹងកិច្ចប្រតិបត្តិឬក៏ដូចតែការបញ្យល់ឬក៏ដូចដោយអ្វីលោកគ្រូទៅក្នុងការជីវិតរស់នៅប្រចាំថ្ងៃដូចគ្នាទាំងអស់លោកគ្រូថាពួកឯជីវិតប្រចាំថ្ងៃវាមានតែលោកភៈទោសមោហៈនៅក្នុងនោះលោកគ្រូហើយវាមានការចុះចិត្តនៅក្នុងប៉ុណ្ណឹងឯងដែលដូចគ្នាទាំងអស់លោកគ្រូតាក់គ្រប់អីទាំងអស់លោកគ្រូដូចគ្នាទាំងអស់តែដូចជាខាងធម៌ខាងគ្រប់យកមកទៅមើលពីក្រៅយកមកដាក់ក្នុងទៅអត់បានមើលក្នុងខ្លួនឯងទេលោកគ្រូគណៈវិទ្យាគឺមានតែគណៈវិទ្យាហ្នឹងមានខែងដែរអំពីជីវិតហ្នឹងគឺភាសាអង់គ្លេសគេហៅថា philosophy ចឹងណាចាលោកគ្រូចាខ្ញុំមានមួយដែរសូមអនុគ្រោះលោកគ្រូឲ្យទៅទៅកាត់នៅអាឡែនវ៉ាត់ហើយគាត់ជា philosophy ហ្នឹងគាត់សម្ដែងពីភាពដឹងខ្លួនប៉ុន្តែគាត់មិនប្រកាន់យកគាត់ជាគ្រូឬក៏រៀននៅសាសនាមួយទេសម្រាប់គុណសាសនាទេគាត់លើកមកជាទូទៅមកនៅក្នុងការបង្រៀនរបស់គាត់ណាគ្រប់សាសនាទាំងអស់ប៉ុន្តែគោលសំខាន់នោះគឺលោកជាក់នៅលើការនៅសេចក្តីដឹងខ្លួនព្រោះនឹងគឺស្មារតីខ្ញុំជាក់នៅគ្រប់សាសនាមួយទៅអូនយកមកណាស្ដាប់យូរទៅដូចជាការសម្ដែងរបស់លោកគ្រូដែរហើយនឹងរបស់អេកផលអេកថូមីហ្នឹងក៏ខ្ញុំបានស្ដាប់ជាមួយគាត់ច្រើនដែរគាត់ឆ្លាតទាំងអស់ទាំងពីសាសនាគ្រិស្តគាត់លើកយកមកទាំងអស់សំខាន់គឺនៅបញ្ជាក់នៅការដឹងខ្លួនហើយនឹងpower of now គឺបច្ចុប្បន្នណាចាការស្ដាប់ណាបច្ចុប្បន្នហ្នឹងជានិយាយប្រាប់ស្ដាប់យូរខ្ញុំតែខាងប្រាប់តែណាគាត់បញ្ជាក់ថាបង្រៀនច្បាស់នៅឲ្យចេះរស់នៅក្នុងបច្ចុប្បន្នចាអាចដឹងចិត្តសាស្ត្រដឹងខ្លួននៅពេលដែលខ្លួនឯងកំពុងធ្វើអីអាចដឹងហ្នឹងហ្នឹងឯងគឺអាចដឹងក្នុងពេលបច្ចុប្បន្នព្រោះអតីតនិងអនាគតអត់ដល់មកដល់ដោយលោកគ្រូបានសម្ដែងអញ្ចឹងដែរណាលោកគ្រូជាពិសេសគឺអាចដឹងខ្លួនក្នុងពេលបច្ចុប្បន្ននេះឯងធ្វើអីក៏ដឹងធ្វើអីក៏ដឹងអាចដឹងអ្នកទាំងឡាយសប្តាហ៍នេះធ្វើអីគឺអត់ដឹងតែខ្ញុំចាំទៅវាអត់ដឹង
ជាកំណើននៃ philosophy philosopher ដែរ philosopher គឺអ្នកទស្សនវិជ្ជានិងជាទស្សនវិជ្ជានេះគឺជាញាណទស្សនៈយ៉ាងខុសគ្នាទស្សនវិជ្ជាប្រែមកថាវិជ្ជានៃការយល់ឃើញគឺស្មើគ្នានឹងការគិតអាស្រ័យទៅតាមហេតុផលយោងទៅតាមហេតុផលសង្កេតតាមហេតុការណ៍ហើយក៏មានការប្រមូលផ្ដុំច្របាច់ចូលគ្នាមិនអាចឲ្យឈ្មោះធម៌របស់អរិយៈនឹងថាជាទស្សនវិជ្ជាទេឈ្មោះថាញាណទស្សនៈញាណទស្សនៈថាទស្សនវិជ្ជាហើយនឹងញាណទស្សនៈនោះខុសគ្នាដោយម្ដេចព្រោះទស្សនវិជ្ជាក៏សំដៅដល់ញាណហ្នឹងក៏ដូចពាក្យថាវិជ្ជានឹងដែរតែអាចប្រើបានក្នុងពុទ្ធសាសនាក៏គេប្រើពាក្យវិជ្ជានឹងដែរវិជ្ជាកើតឡើងក៏ប៉ុន្តែដោយឡែកសម្រាប់អ្នកទស្សនវិទូ គឺគេប្រើវិជ្ជានេះឲ្យពឹងផ្អែកទៅលើការចេះដឹងពីចំណេះទាំងឡាយពឹងផ្អែកទៅលើចំណេះពឹងផ្អែកទៅលើការយល់ឃើញរីឯវិជ្ជារបស់អរិយៈមិនមែនជាវិជ្ជានៃការយល់ឃើញទេតែឲ្យឈ្មោះថាទស្សនវិជ្ជាហ្នឹងគឺវិជ្ជានៃការយល់ឃើញប្រែមកមកលក្ខទៀតស្មើគ្នានឹងការគិតឃើញមិនមែនជាបដិបទាទេទោះបីជានៅសំហេតុសំផលទៅតែដូចគ្នាខ្វះអីសាស្ត្រាច្រើនណាស់តែសំដែងប្រហែលគ្នាកាត់តម្លៃគ្នាមិនបានក៏ប៉ុន្តែអាចដឹងបានអាស្រ័យទៅលើបុគ្គលនោះតែម្ដងតែខតធូលេគឺជាអ្នកប្រាស់ដឹងគឺជាអរិយបុគ្គលគាត់អត់ចេះទេតែខតធូលេក៏មិនមែនជាអ្នកទស្សនវិទូដែរគឺមិនមែនជាអ្នកដែលមានវិជ្ជានៃការយល់ឃើញទេគឺជាអ្នកដែលមានវិជ្ជានៃការបានឃើញដឹងភាពខុសគ្នារវាងញាណទស្សនៈហើយនិងទស្សនវិជ្ជានោះគឺមួយវិជ្ជានៃការយល់ឃើញដែលប្រើចេញអំពីទស្សនវិជ្ជាដល់តែពេលញាណទស្សនៈអាចប្រែមកថាវិជ្ជានៃការបានឃើញយកខុសគ្នាយ៉ាងវិញរវាងធម្មជាតិទាំងពីរហ្នឹងទី1គឺការយល់ឃើញទី2គឺការបានឃើញការយល់ឃើញគឺសំដៅដល់ការគិតអាស្រ័យទៅតាមហេតុផលយោងទៅតាមហេតុការណ៍ឲ្យឈ្មោះថាវិជ្ជានៃការយល់ឃើញស្មើគ្នានឹងវិជ្ជានៃការគិតឃើញស្មើគ្នានឹងចំណេះក្នុងការមើលពីឯមានអត្តសនៈស្មើគ្នានឹងវិជ្ជានៃការបានឃើញជាថាវិជ្ជានៃការបានឃើញគឺបញ្ឈប់នៅសេចក្តីសង្ស័យគឺវាអស់ទៅនៅសេចក្តីសង្ស័យបញ្ឈប់នៅការស្វែងរកដូចជាថាមើលហើយនឹងឃើញទស្សនវិជ្ជាដូចជាការមើលតែការឃើញអត់មែនមើលទេនៅពេលដែលឃើញមើលគឺមិនទាន់ឃើញបើអ្នកទាំងឡាយនៅស្វែងរកគឺមិនទាន់ឃើញទេដោយលោកគ្រូប្រាប់អ្នកទាំងឡាយឲ្យមើលក្នុងខណៈដែលអ្នកមើលអត់ទាន់ឃើញទេលុះដល់ឃើញក៏លែងមានការមើលហើយលោកគ្រូសំដៅដល់ការសង្កេតនឹងតែម្ដងក្នុងខណៈដែលបុគ្គលសង្កេតនៅការពិតរមែងមិនបានឃើញទេតែបើបានឃើញនៅការពិតក៏អស់ទៅនៅការសង្កេតអ្នកដែលស្វែងរកការពិតកាលបើអ្នកស្វែងរកនៅឡើយព្រោះថាមិនទាន់ឃើញកាលបើអ្នកបានឃើញក៏អស់ទៅនៅការស្វែងរក
គ្នាថ្លៃមិនបានហើយអាចនិយាយបានអញ្ចឹងសម្ដែងអំពីបច្ចុប្បន្នដូចគ្នាសម្ដែងធម៌ហ្នឹងក៏ស្រដៀងគ្នាប៉ុន្តែមួយគឺជាអ្នកដែលនៅនឹងមាត់ទ្វារដែលមិនព្រមឆ្លងហើយក៏ចេះតែហៅគេឲ្យឆ្លងមួយគឺជាអ្នកដែលមានការឆ្លងរួចហើយក៏ស្រែកបន្លឺសំឡេងដូចសូសីហានៀតអញ្ចឹងគឺស្រែកពីម្ខាងកំផែងនោះមកដែលខ្លួនឯងឆ្លងផុតហើយហ្នឹងគ្រាន់តែបន្លឺសំឡេងឲ្យដឹងថាមានអ្នកឆ្លងផុតមហាកំផែងហ្នឹងហើយតែបន្លឺសំឡេងចោលទៅនេះមិនមែនជាការអង្វរឲ្យអ្នកឆ្លងកំផែងហ្នឹងមកទេប៉ុន្តែជាដំណឹងមានតាក់ទងអីជាមួយនឹងការឲ្យអ្នកត្រូវមកឬមិនមកទេគឺគ្រាន់តែជាដំណឹងត្រែកប្រាប់ថាមានការឆ្លងផុតចឹងការប្រកាសសម្ដែងធម៌របស់អរិយបុគ្គលណាមានការប្រកាសសម្ដែងធម៌នៃអរិយបុគ្គលនោះមិនចាត់ថាជាការបង្រៀនមិនចាត់ថាជាការបង្ហាត់ទេតែអាចនិយាយបានថាជាការបង្ហាញព្រោះបង្ហាត់ស្មើគ្នានឹងការឲ្យធ្វើការរៀបចំត្រៀមខ្លួនដើម្បីទទួលតែការបង្ហាញគ្រាន់តែឲ្យមើលមិនចាត់ថាជាការបង្រៀនទេព្រោះមិនបន្ថែមពីចំណេះគឺមិនបន្ថែមនៅព័ត៌មានមិនបន្ថែមឲ្យនៅអ្វីតែអ្នកទាំងឡាយគិតថាខ្លួនឯងខ្វះនៅវិជ្ជាហើយមានខ្លួនឯងនឹងជាអ្នកត្រូវការនៅវិជ្ជាអ្នកទាំងឡាយធ្លាប់បានឮជាស្រេចថាចូលកុំជាបុគ្គលយកនៅខណ្ឌនេះជាទីពឹងឡើយរូបវេទនាសញ្ញាសង្ខារវិញ្ញាណជារបស់បែកធ្លាយរូបនេះជារបស់មិនទៀងវេទនាជារបស់មិនទៀងសញ្ញាជារបស់មិនទៀងសង្ខារការតាក់តែងចិត្តជារបស់មិនទៀងវិញ្ញាណជារបស់មិនទៀងការដឹងច្បាស់នៃអារម្មណ៍ជារបស់មិនទៀងធម្មជាតិដែលមានការកើតឡើងក្នុងโลกនេះដែលកើតឡើងអាស្រ័យការប្រជុំព្រមដោយធម៌ច្រើនរួមគ្នាយ៉ាងណាធម្មជាតិទាំងឡាយនោះប្រមែងបែកធ្លាយទៅជាធម្មតាការប្រអស់ហេតុក៏យ៉ាងនោះដែរគឺត្រូវតែអញ្ចឹងទៀងតែយ៉ាងនឹងទៅតាមដំណើរនៃធម្មជាតិគឺអញ្ចឹងមិនអាចបដិសេធបានទេធម៌ទាំងឡាយឯណានិមួយកើតឡើងអាស្រ័យបច្ច័យហើយកាលបើអស់ហេតុបច្ច័យនោះហើយក៏រមែងបែកធ្លាយទៅជាធម្មតាហើយធម៌ទាំងឡាយឯណានិមួយកាលបើមានការកើតឡើងអាស្រ័យបច្ច័យយ៉ាងនេះធម៌ទាំងឡាយនោះមិនមានខ្លួនឯងទេទាំងឡាយក៏ធ្លាប់បានស្ដាប់បានឮនៅពាក្យនេះច្រើនលើកច្រើនសារមកដែរក៏ប៉ុន្តែអ្នកទាំងឡាយក៏បានឮផងដែរថាអ្នកទាំងឡាយគឺជាអ្នកមិនដឹងធម៌អ្នកទាំងឡាយគឺជាអ្នកដែលឬក៏ថាជាអ្នកដែលជាប់នៅក្នុងទឹកដោយសេចក្តីប្រកាន់អ្នកទាំងឡាយគឺជាអ្នកប្រកាន់តែធ្លាប់បានឮដែរមកពីអ្នកទាំងឡាយមាននៅសេចក្តីល្ងងតែអ្នកទាំងឡាយមិនអាចត្រាស់ដឹងបានហើយឆ្លងមិនផុតវដ្តសង្សារធ្វើនៅទីបំផុតនៃការកើតចាស់ឈឺស្លាប់នោះមិនបានអ្នកទាំងឡាយធ្លាប់ឮអញ្ចឹងអ្នកទាំងឡាយក៏ធ្លាប់បានឮថាដូច្នេះអ្នកទាំងឡាយចូលបោះចោលនៅខណ្ឌដែលល្ងងហើយក៏នាំគ្នាទទួលយកនៅខណ្ឌដែលចេះធម៌នេះក៏អ្នកទាំងឡាយធ្លាប់ឮដែរអ្នកទាំងឡាយចូលមកសិក្សារៀនសូត្រដើម្បីចម្រើននៅប្រាជ្ញាស្មារតីព្រោះអ្នកទាំងឡាយគឺជាអ្នកល្ងងអ្នកទាំងឡាយគឺជាបុគ្គលងងឹតអ្នកទាំងឡាយត្រូវការនៅវិជ្ជាតែអ្នកទាំងឡាយគឺខណ្ឌធាតុអាយតនៈខាងដើមបានសម្ដែងថាចូលកុំយករូបវេទនាសញ្ញាសង្ខារវិញ្ញាណជាទីពឹងឡើយកន្លែងហ្នឹងស្ដាប់បានឆ្លងពីកន្លែងហ្នឹងមកស្រាប់តែថាអ្នកទាំងឡាយចូលសិក្សារៀនសូត្រសង្កេតពិនិត្យ
ដើម្បីចម្រើនបញ្ញាស្មារតីព្រោះអ្នកទាំងឡាយហ្នឹងគឺល្ងងតែក៏បីចោលនៅខណ្ឌដែលល្ងងមកទទួលយកខណ្ឌតែឆ្លាតដែរទេព្រោះការកើតឡើងនៃអវ័យណាដែលមានអាស្រ័យបច្ច័យការកើតឡើងនៃអវ័យនោះក៏គឺខណ្ឌដោយគ្នាអ្នកទាំងឡាយបោះចោលខណ្ឌល្ងងមកទទួលយកខណ្ឌឆ្លាតអានេះឲ្យឈ្មោះថាជាបរិបទាដែរទេឯកិច្ចពីខណ្ឌទៅរកខណ្ឌដដែលវាមិនមែនជាបរិបទាទេខណ្ឌណាដែលសាស្ត្រាមួយចំនួនគាត់នៅជាប់ក្នុងចំណុចហ្នឹងគាត់នៅមិនទាន់បានឃើញមិនទាន់បានពលត្រូវនៅអនត្តរិយៈនោះនៅឡើយគឺនៅមានសេចក្តីសង្ស័យកើតសេចក្តីអបសពជាមួយនឹងចំណេះរបស់ខ្លួនចំណេះក្នុងលោកនេះប្រមែងធ្វើឲ្យមានសេចក្តីអបសពកាយកោណាអ្នកចេះក៏ត្រូវការឲ្យគេចេះដោយអ្នកដែលគិតថាខ្លួនឯងចេះហ្នឹងក៏ត្រូវការឲ្យគេដឹងថាខ្លួនឯងដឹងហើយក៏ត្រូវការឲ្យគេបានដឹងថាខ្លួនឯងដឹងក៏ខ្លួនឯងទៅវិញបានទេtrongចំណុចដែលលោកគ្រូសម្ដែងថាកិច្ចពីខណ្ឌទៅរកខណ្ឌផ្ដើមប្រយោគទី1ថាក៏ទាំងឡាយដែលមានការកើតឡើងអាស្រ័យបច្ច័យឲ្យឈ្មោះថាខណ្ឌកលោកមានន័យថាគឺខណ្ឌដែលបែកធ្លាយឬគំនរដែលបែកខណ្ឌធៈហ្នឹងគឺស្មើគឺពាក្យថាគំនរជាតិលោកៈហ្នឹងឲ្យឈ្មោះថាបែកធ្លាយដែលបែករូបនេះគឺជាគំនរឆ្អឹងដែលបែកយើងជាគំនរមហាភូតរូបដែលវាត្រូវតែបែកសោយអារម្មណ៍នេះគឺជារបស់ដែលបែកគំនរនៃវេទនាត្រូវតែបែកគំនរនៃការចងចាំគំនរនៃការតាក់តែងចិត្តនឹកគិតគំនរនៃការដឹងច្បាស់នៅអារម្មណ៍ផ្សេងគំនរនៃវិញ្ញាណទាំងឡាយនោះគឺជារបស់ដែលមិនទៀងចាប់តែមានពាក្យថាមកពីអ្នកទាំងឡាយនឹងអវិជ្ជាមកពីអ្នករាល់គ្នានឹងល្ងងអញ្ចឹងអ្នកទាំងឡាយត្រូវចូលមកស្វែងរកការត្រាស់ដឹងឬស្វែងរកការដឹងជំនួសការមិនដឹងហ្នឹងការដឹងអីទៅចូលមករកការដឹងអីអ្នកទាំងឡាយនោះកំពុងតែហៅអ្នកឲ្យចូលមកដឹងការពិតប៉ុន្តែមិនហៅឲ្យចូលមកដឹងខ្លួនទេឲ្យចូលមកដឹងការពិតព្រោះគេគិតថាមកពីការដែលអ្នកមិនបានឃើញការពិតនឹងឯងទើបអ្នកមានសេចក្តីប្រកាន់មិនមែនទេមកពីអ្នកមិនដឹងខ្លួនទើបមានសេចក្តីប្រកាន់អ្នកអត់ស្គាល់ខ្លួនទើបមានសេចក្តីប្រកាន់មិនមែនអ្នកមិនស្គាល់ធម៌ទេអ្នកណាក៏ស្គាល់ធម៌ដែរព្រោះធម៌ទេដែលកើតនោះអ្វីផ្សេងកើតពីធម្មជាតិអត់មានអ្វីកើតទេគ្មានអ្នកដែលក្នុងភាពជាមនុស្សក្នុងភាពជាទេវតាក្នុងភាពជាព្រហ្មឬក្នុងភាពជាអរិយណាកើតទេគឺមានតែខណ្ឌធាតុអាយតនៈចុងក្រោយបំផុតគឺព្រះនិព្វានឯកើតទេវាមិនមែនជាការមិនដឹងធម៌ទេហើយមិនមែនត្រូវការចូលមកបន្ថែមនៅចំណេះដឹងអំពីសច្ចធម៌ទេព្រោះសច្ចធម៌នោះទាំងដែលអ្នកមិនទាន់ដឹងក៏មានការសម្រេចកិច្ចធ្វើកិច្ចហើយអស់រួចទៅហើយទោះបីជាមិនទាន់ដឹងមិនទាន់គិតយល់មិនទាន់យល់អំពីវាក៏ធ្វើកិច្ចរស់រានមានជីវិតរហូតដល់សព្វថ្ងៃគឺវាអ្នកមិនដឹងថាកាយវិញ្ញាណជាអីអាចយ៉ាងនេះក៏ពិតណាស់ប៉ុន្តែអ្នកមិនអាចបដិសេធថាពេលដែលអ្នកលួចភ្លើងទៅមិនក្តៅនោះទេអ្នកមិនដឹងថាអ្វីទៅជាកាយវិញ្ញាណទេកាយវិញ្ញាណខ្ញុំអត់ទាន់ស្គាល់ទេខ្ញុំអត់ដឹងថាភ្លើងប៉ះទប់នឹងកាយប្រសាទកាយវិញ្ញាណកើតឡើងខ្ញុំអត់ដឹងទេអ្នកមិនទាំងទាន់រៀនសូត្រផងឬក៏សូម្បីតែទារកឬកូនក្មេងអាយុ 7-8 ឆ្នាំយកដៃលូកភ្លើងក៏នៅតែដកដៃចេញមកវិញដែរ
បើសិនជាមិនមានកាយវិញ្ញាណធ្វើកិច្ចដឹងក្រៅទេនោះដកដៃចេញមកតែឯងដូច្នេះដឹងហើយគ្រាន់តែវាមិនដឹងនីតិរបស់បរមត្តធម៌ដែលធ្វើកិច្ចតែមិនមែនមានន័យថាមិនដឹងបរមត្តទេគឺដឹងគ្រាន់តែវាមិនដឹងឈ្មោះតែរស់មករហូតហើយតាចឹងដំណើរពិតប្រាកដមិនមែនអ្នកទាំងឡាយស្វែងរកការចេះដឹងទេអ្នកទាំងឡាយស្វែងរកការត្រាស់ដឹងមិនមែនអ្នកទាំងឡាយស្វែងរកការបានឃើញសច្ចធម៌ទេអ្នកទាំងឡាយស្វែងរកការបានស្គាល់ខ្លួនឯងតាមសេចក្តីពិតតែខ្លួនឯងជាអីការសម្ដែងធម៌ផ្ដើមដោយការហៅឲ្យមកចម្រើនចំណេះវិជ្ជាក៏ទៅជាការបង្ហាត់បង្រៀនចេញទៅជាការបង្រៀនហើយមានន័យថាអ្នកទាំងឡាយខ្វះនៅចំណេះគឺអ្នកទាំងឡាយត្រូវការនៅចំណេះទាំងឡាយនោះជាពិនដើម្បីចម្រើនដើម្បីបំពេញឲ្យគ្រប់នៅកន្លែងដែលខ្វះខាតអញ្ចឹងនៅក្នុងទេសនៈនោះគឺបានគិតឃើញថាខ្លួនឯងជាអ្នកខ្វះជាស្រេចគឺផ្ដើមពីមុនដំបូងមកគឺផ្ដើមដោយការខ្វះនៃខ្លួនឯងហ្នឹងអត់ទាន់មាននរណាបានស្គាល់ខ្លួនឯងមួយទេផ្ដើមភ្លាមមកគឺអ្នកទាំងឡាយខ្វះគឺខ្វះការយល់ខ្វះការដឹងធម៌អញ្ចឹងអ្នកទាំងឡាយត្រូវចូលមកដឹងធម៌តែរស់មកជាតិហើយនោះអត់ដឹងទេចឹងណារស់មកជាតិនឹងហើយអត់ដឹងទេទេមិនមែនអ្នកទាំងឡាយមិនដឹងធម៌ទេអាស្អីដែលអ្នកមិនដឹងគឺអ្នកមិនដឹងខ្លួនអ្នកមិនដឹងខ្លួនឯងថាជាស្អីស្មានតែធម៌ទាំងឡាយហ្នឹងគឺជាខ្លួនអ្នកស្មានថាធម្មជាតិដែលមានការកើតឡើងទាំងឡាយនោះគឺជាខ្លួនដូច្នេះអ្នកមិនមែនស្វែងរកធម៌ទៀតទេតាមពិតអ្វីដែលអ្នកត្រូវការស្វែងរកគឺខ្លួនឯងទេតាតែខ្លួនឯងជាអីណោះតែមកទទួលអះអាងធ្វើខ្លួនឯងជាម្ចាស់របស់លោកនឹងតែខ្លួនឯងជាអីណោះទាំងឡាយគិតថាធម៌នេះកូនក្មេងអាយុ7ឆ្នាំអាចដឹងបានអ្នកទាំងឡាយគិតថាបដាចារាចេះសូត្រធម៌បានមួយមេទេថ្ងៃដែលបដាចារាត្រាស់ដឹងបដាចារានៅឈួតនៅឡើយទេធម៌ប្រភេទណាដែលមនុស្សឈួតអាចស្ដាប់ហើយត្រាស់ដឹងបានព័ត៌មាននឹងពិសេសក៏ប៉ុណ្ណាដែរដែលបដាចារាស្ដាប់ហើយបែករហូតដល់ថ្នាក់ត្រាស់ដឹងបានរាប់សិបនៃដោយព័ត៌មានឬក៏ដោយវត្តមានរបស់អ្នកត្រាស់ដឹងតែមួយធម៌ដដែលសម្ដែងដូចគ្នាអ្នកត្រាស់ដឹងសម្ដែងហើយនិងអ្នកមិនត្រាស់ដឹងសម្ដែងខុសគ្នាព្រោះអ្នកមិនត្រាស់ដឹងរមែងសម្ដែងកាត់ទៅក្នុងន័យរបស់ខ្លួនទោះបីពោលពាក្យនោះមិនលើសមិនខ្វះក៏នៅតែកាត់ទៅក្នុងន័យរបស់ខ្លួនការបន្លឺឡើងនៅសម្លេងរបស់ខ្លួនឯងនោះគឺមិនចេញដោយការត្រាស់ដឹងទេគឺចេញដោយការយល់ឃើញដូច្នេះមិនឆត់ទេមិនត្រង់ទេមិនមានកម្លាំងទេជាស្នាមដានជើងរបស់មនុស្សពីបុរាណមិនមែនវត្តមានរបស់មនុស្សពីបុរាណទេអ្នកទាំងឡាយឮគេថាហើយនឹងជួបឮគេថា100ដងមិនស្មើនឹងជួបម្ដងទេសិក្សាអំពីការពិតរាប់សិបឆ្នាំនៅក្នុងគម្ពីរក្បួនច្បាប់គ្រប់ប្រភេទមិនស្មើនឹងការបានពលត្រូវនៅលក្ខណៈនៃការពិតសូម្បីតែមួយគណៈឡើយដើម្បីការសម្ដែងរបស់ព្រះដែលមានពពាកទៀតសោតដែលថាមានតម្លៃកាត់ថ្លៃមិនបាននោះក៏មិនស្មើនឹងការបានពលត្រូវនៃការពិតដោយប្រាជ្ញាដល់ប្រពៃតាមពិតនោះដែរគឺគុណនឹង100អានោះបើថាត្រូវគុណដោយលេខទៅវិញ100គុណការបានឃើញនោះមានតម្លៃជាងគឺការលែងជាងអ្វីដែលព្រះដែលមានពពាកសម្ដែងព្រះដែលមានពពាកសម្ដែងនៅធម៌ដែលជាភាសារបស់អ្នកជាភាសារបស់មនុស្សជាភាសាคลายជាភាសាคลายចេញអំពីភាសារបស់ព្រះភាសារបស់ព្រះជាភាសាដែលមិនមានភាសាជាសម្លេងដែលមិនមានសម្លេង
ជាធម្មជាតិដែលទៀងតែអត់មានការកើតឡើងធម្មជាតិទាំងឡាយមានការកើតឡើងតែមិនទៀងតែធម្មជាតិនេះមានដែរតែទៀងធម្មជាតិនេះមានតែស្ងប់មិនកម្រើកធម្មជាតិនេះមានតែមានតលយៈភាពជាកណ្ដាលមានឯករាជ្យភាពត្រូវការពឹងពាក់ដោយហេតុបច្ច័យអីទេហើយនឹងតែធម៌ក្នុងโลกនេះទៅវិញគឺត្រូវតែពឹងទៅលើហេតុបច្ច័យគឺត្រូវតែពឹងនេះពឹងនោះជាដាច់ខាតដើម្បីកើតឡើងហើយក៏ត្រូវតែប្រែប្រួលទៅផ្លាស់ប្ដូរទៅជានិច្ចរាជនឹងចឹងដូចជាប្រាជ្ញក្នុងโลกនេះអញ្ចឹងគឺរមែងមានការពឹងផ្អែកទៅលើតែមានផ្សេងតែយកមកអានថាជាការពិតជំនួសការពិតតែមានហើយក៏តាំងពីយកព័ត៌មាននោះទៅផ្សព្វផ្សាយទៅសម្ដែងទៅពោលទៅថាទៅគិតថាត្រឹមត្រូវទៅតាមអ្វីដែលខ្លួនចូលចិត្តនោះទៅហើយក៏បដិសេធនៅរបស់ដែលមានពិតគឺបដិសេធរបស់ដែលមានពិតហើយទៅអោបយករបស់ជំនួសព្រះដែលមានប្រភេទសម្ដែងគឺជាធម៌ជំនួសឯងទាំងឡាយប្រយោគទាំងឡាយដែលព្រះសម្មាសម្ពុទ្ធសម្ដែងមកគឺជាធម៌ជំនួសកន្លែងនៃរបស់ពិតឧបមាសម្ដែងអំពីចក្ខុវិញ្ញាណគឺបានតែសម្ដែងក្នុងគណៈដែលចក្ខុវិញ្ញាណនោះមិនកើតក្នុងគណៈដែលសម្ដែងអំពីចក្ខុវិញ្ញាណគ្មានចក្ខុវិញ្ញាណកើតទេគឺសម្ដែងបានតែក្នុងពេលណាដែលចក្ខុវិញ្ញាណនោះអស់ទៅហើយបើសម្ដែងអំពីរូបសម្ដែងអំពីវេទនាសម្ដែងអំពីសញ្ញាសង្ខារវិញ្ញាណបើបំបែកធម៌នោះឲ្យទៅជាចំណែកមួយឬមួយកំណត់ចឹងធម៌នោះក៏ទៅជាផ្សេងគ្នាវាអត់គុំគ្នាទៀតទេចឹងធម៌ទាំងអស់ហ្នឹងមិនមានការកើតឡើងជាមួយគ្នានឹងការសម្ដែងនឹងដែរបើសូម្បីតែថាបើដូច្នេះការសម្ដែងធម៌ហ្នឹងមិនមែនជាការកើតឡើងនៃរូបវេទនាសញ្ញាសង្ខារវិញ្ញាណទេថាគឺជាការកើតឡើងនៃរូបវេទនាសញ្ញាសង្ខារវិញ្ញាណរីឯនិទានរបស់រូបវេទនាសញ្ញាសង្ខារវិញ្ញាណនោះត្រូវពោលចេញមកជាភាសារបស់មនុស្សឧបមាអញ្ចឹងឧបមាថាអ្នកទាំងឡាយធ្វើសេចក្តីពេញចិត្តធ្វើសេចក្តីជាប់ជំពាក់ជាមួយនឹងរបស់មួយយ៉ាងឃើញថោកផ្កាមួយស្អាតតែកាត់ផ្កាតែឃើញស្អាតថោកផ្កានោះក្នុងពេលនោះគឺអត់មានពាក្យថាលោភៈទេនៅក្នុងពេលនោះក្នុងពេលដែលចិត្តជាប់ជំពាក់ជាមួយនឹងថោកផ្កានោះគឺអត់មានពាក្យថាលោភៈទេតែមានលក្ខណៈលោភៈកើតឡើងមានសម្លេងមានក្លិនអត់មានរសមានរូបភាពអីទេលោភៈហ្នឹងប្រាប់តែកើតឡើងមានសភាពស្អិតជាប់ជាមួយនឹងអារម្មណ៍កើតឡើងមិនទាំងឲ្យដឹងមុនមិនទាំងឲ្យម្ចាស់ខ្លួននឹងដឹងទៀតផងថានឹងគឺជាលោភៈគឺវាកើតឡើងថាបីដូចជាអញនឹងជាអ្នកដែលកំពុងស្រឡាញ់របស់នឹងមែនពាក្យមួយម៉ាត់ថាជាប់ជំពាក់ហើយនឹងការជាប់ជំពាក់មែនតើនោះគឺវាខុសគ្នាបានលោកគ្រូថាការសិក្សារៀនសូត្រអស់ច្រើនឆ្នាំច្រើនប្រភេទតែប្រៀបជាមួយនឹងការបានឃើញសូម្បីតែមួយគណៈនោះក៏ត្រូវតែមិនអាចប្រៀបបានសូម្បីតែមួយចំណែកពាក្យ100ថាបានឃើញនៅលក្ខណៈនៃធាតុ
គឺធម៌ទាំងឡាយនោះតែម្ដងគឺកំចាត់បងនៅសេចក្តីសង្ស័យអស់មួយសង្សារវដ្តតែកាលបើមិនទាន់ឃើញទេនោះក៏ដំណើរនៃសេចក្តីសង្ស័យក៏នៅតែមានអញ្ចឹងយ៉ាងណាមិញកាលបើមិនទាន់បានឃើញនៅឡើយអ្វីក៏មិនទាន់ពិតដែរសម្រាប់អ្នកទាំងឡាយកុំអាលទាន់សន្មត់យកអ្វីមួយមកធ្វើជាការពិតសូម្បីការពិតនោះដែលអ្នកកំពុងស្ដាប់នោះហើយចេញអំពីអ្នកដែលជាទីស្រឡាញ់ពេញចិត្តដែលអ្នកកំពុងធ្វើសេចក្តីកប់ចិត្តប្រកែកលែងនោះទៀតផងនោះរឹងរឹតតែគ្រោះថ្នាក់ទៀតហើយបើសិនជាអ្នកធ្វើសេចក្តីកប់ចិត្តជាមួយនឹងបុគ្គលណាដូចអ្នកទាំងឡាយធ្វើសេចក្តីកប់ចិត្តជាមួយនឹងព្រះសមណគោតមលោកគ្រូសម្ដែងក្នុងន័យត្រង់បុគ្គលណាធ្វើសេចក្តីជាប់ចិត្តជាមួយនឹងព្រះសមណគោតមបុគ្គលនោះឈ្មោះថាជាអ្នករស់នៅក្នុងអតីតកាលបុគ្គលណាធ្វើសេចក្តីជាប់ចិត្តជាមួយនឹងព្រះសមណគោតមបុគ្គលនោះឈ្មោះថាជាអ្នកនឹងមិនបានចូលកលព្រះតថាគតតាមសេចក្តីពិតបុគ្គលណាធ្វើសេចក្តីជាប់ចិត្តចំពោះព្រះសមណគោតមបុគ្គលនោះឈ្មោះថាជាអ្នកកណ្ដិទ្ធិឬសាសនាជាអ្នកដែលនៅឆ្ងាយពីព្រះសម្មាសម្ពុទ្ធសម្មាសម្ពុទ្ធមិនមែនជាបុគ្គលនៅក្នុងរឿងទេព្រះសម្មាសម្ពុទ្ធមិនមែនជាមនុស្សទេវតាឬព្រហ្មឬព្រាហ្មណ៍ទេព្រះសម្មាសម្ពុទ្ធគឺសំដៅដល់ធាតុគឺធាតុនៃការត្រាស់ដឹងហើយធាតុនៃការត្រាស់ដឹងនោះមានក្នុងព្រះសមណគោតមយើងឲ្យឈ្មោះថាព្រះសមណគោតមបរមសាស្តាអង្គទ្រទ្រង់នៅពញាណដល់ឧត្តមយើងអាចពោលយ៉ាងនេះបានព្រះតថាគតនោះមិនមែនអាចមានតែក្នុងព្រះសម្មាសម្ពុទ្ធមិនមែនអាចមានតែក្នុងព្រះសមណគោតមនោះប៉ុណ្ណោះទេវាអាចមានក្នុងអ្នកទាំងឡាយផងដែរមិនជាមានក្នុងព្រះសមណគោតមហើយនោះហើយស្រាប់តែថាក្នុងអ្នកអត់មានទេព្រោះអ្នកអង្គជាព្រះអង្គនេះគឺជាសម្ដីរបស់កន្តតុប្រកាន់គ្នារើសអើងចែកវណ្ណៈចែកថ្នាក់ចែកជាតិការពិតទៅគ្រប់សត្វទាំងអស់រមែងមានធាតុនឹងមកជាមួយរួចទៅហើយគឺរមែងមានពុទ្ធៈធាតុនោះមកជាមួយជាស្រេចសូម្បីក្នុងសត្វតំណក់ក៏មានដែរនឹងឲ្យដឹងអរិយមគ្គមានក្នុងសត្វតំណក់ដែរអ្នកណាម្នាក់មកពោលថាសត្វតំណក់អត់មានអរិយមគ្គទេព្រោះគឺជាអកុសលវិបាកបរិសន្ធិអ្នកទាំងឡាយចេះជ្រុលមិនមែនចេះច្រើនទេអ្នកទាំងឡាយចែកជីវិតនឹងឲ្យទៅជាមេរៀនក្នុងការសិក្សារៀនសូត្រក្នុងការចំណេះអ្នកធ្វើឲ្យជីវិតនេះទៅជាការស្រាវជ្រាវជីវិតនេះវាមិនមែនជារបស់ដែលសម្រាប់សិក្សារៀនសូត្រឲ្យចេះដូចជាចំណេះក្នុងលោកនេះទេអ្នកនឹងคลายទៅជាទស្សនវិជ្ជាទូคลายទៅជាទស្សនវិជ្ជាគឺជាអ្នកសិក្សាដោយទស្សនៈជាអ្នកយល់ឃើញត្រូវហេតុផលតែមិនដែលពលត្រូវទេអ្នកមិនដែលបានឆ្លងផុតនៅកំផែងនឹងទេចំពីមុខមហាជនគឺដូចជាឃ្លាវខ្លាដូចជាមានអ្វីច្រើនយ៉ាងតែនៅតែម្នាក់ឯងអ្នកក៏ចាប់ផ្ដើមដល់នៅភាពឯកោអត់សពធុញទ្រាន់អត់សពជាមួយនឹងចំណេះរបស់ខ្លួនឯងអ្នកត្រូវការឲ្យគេដឹងនៅអ្វីដែលខ្លួនឯងដឹងដែរព្រោះអ្វីដែលខ្លួនឯងដឹងនោះវាពិសេសនឹងឲ្យឈ្មោះថាការសេចក្តីអត់សពជាមួយនឹងចំណេះរបស់ខ្លួនឯងហើយហើយយកទាំងឡាយមិនត្រូវការឲ្យនរណាមកដឹងអ្វីដែលខ្លួនបានដឹងនោះទេតែការសម្ដែងធម៌របស់អរិយទាំងឡាយនេះចាត់ថាជាដំណើរកំសាន្តក្នុងវដ្តសង្សារនេះជាចុងក្រោយគ្រាន់តែជាការបន្លឺឡើងនៅអិហនិយមសម្រាប់សត្វអរិយស័យដែលចេញពីគុហាភ្នំក៏បន្លឺឡើងនៅសំឡេងពួកសត្វទាំងឡាយที่យើងក្រោកហើយប៉ុណ្ណឹងឲ្យមានចេតនាដើម្បីឲ្យសត្វទាំងឡាយ
តាមយើងឲ្យសត្វទាំងឡាយខ្លាចយើងនោះគឺអត់មានទេក្នុងសន្តានរបស់អរិយៈអត់មានឲ្យអ្នកទាំងឡាយតាមយើងអត់ទេអ្នកទាំងឡាយមានដំណើរជារបស់ខ្លួនជីវិតរបស់អ្នកទាំងឡាយគឺស្ថិតនៅក្នុងអំណាចនឹងការរៀបចំរបស់ធម្មជាតិម្យ៉ាងឲ្យឈ្មោះថាកម្មអ្នកធម្មជាតិស្ថិតនៅក្នុងដៃរបស់អ្នកទេអ្នកមិនអាចកំណត់ព្រេងវាសនានេះដោយខ្លួនឯងទេទាំងឡាយកើតឡើងអាស្រ័យហេតុកម្មនេះក៏ជាហេតុមួយក្នុងបណ្ដាហេតុជាច្រើនកម្មបច្ច័យគ្រប់គ្នាអះអាងណាស់ថាខ្លួនឯងជាអ្នកជឿនៅលើកម្មហើយនឹងវិបាករបស់កម្មគឺជាអ្នកដែលមានត្រឹមតែមាត់ពោលមាននរណាម្នាក់ចេះទទួលខុសត្រូវជាមួយនឹងការពោលរបស់ខ្លួនឯងឬចេះទទួលខុសត្រូវជាមួយនឹងការសន្យារបស់ខ្លួនឯងជាមួយខ្លួនឯងទេហ៊ានកុហកសូម្បីតែខ្លួនឯងក៏មាន